រឿងខ្លះមិនប្រកាសថាមានខ្ញុំទេខ្ញុំស្មានថាឯងបានសម្រេចជោគជ័យហើយតើតាមពិតនៅតែដូចក្មេងស្រីម្នាក់នោះដដែលបានហើយថៅកែរកខ្ញុំទៅមុនហើយនេះអូជើអ៊ីឥឡូវគេអញអស្ចារ្យណាស់មែនទេថៅកែដែលគេនិយាយនោះមានទ្រព្យសម្បត្តិរាប់ពាន់លានថៅកែគេមានទ្រព្យរាប់ពាន់លានមិនមែនគេមានទ្រព្យរាប់ពាន់លានឯណាមិនក៏មានអារម្មណ៍ថាគេដូចជាអ្នកឧបត្ថម្ភឥឡូវគេមិនធ្វើអីសោះប្រាក់ខែប្រចាំខែ15,000,000មែនហើយដូចពាក្យចាស់ពោលថាមនុស្សប្រុសមានលុយហើយនឹងខូចមនុស្សស្រីខូចហើយនឹងមានលុយប្រាប់មកតាមត្រង់តើឯងនឹងសាស្ត្រាចារ្យជាងវិវត្តដល់កម្រិតណាហើយយូធានឯងនិយាយពីអីហ្នឹងកុំមកធ្វើងើយអីសាស្ត្រាចារ្យជាងជូនឯងឡើងមកលើដល់តខ្ញុំឃើញច្បាស់ណាស់តើមានសាស្ត្រាចារ្យណាជូនជំនួយការទូតរបស់ខ្លួនមកញ៉ាំបាយទេនោះគឺសាស្ត្រាចារ្យជាងគាត់ជាមនុស្សល្អខ្ញុំឬសាស្ត្រាចារ្យឲ្យឈិននៅផ្ទះខ្ញុំនិយាយថាសាស្ត្រាចារ្យជាងពីមុនមកមិនដែលនាំជំនួយការមកប្រជុំទេឯងជាអ្នកដំបូងដែលគាត់នាំមកអំបញ្ញមិញខ្ញុំមិនបាននិយាយទេអីមនុស្សស្រីយើងបើចង់ទទួលបានជោគជ័យត្រូវតែប្រើល្បិចខ្លះសាស្ត្រាចារ្យឲ្យឈិនទោះបីជាចាស់បន្តិចតឹងរឹងបន្តិចប៉ុន្តែគាត់បានធានាជាមួយខ្ញុំថាឲ្យតែខ្ញុំព្រមតាមគាត់ការស្រាវជ្រាវសិក្សានៅពេលក្រោយមិនបាច់ឲ្យខ្ញុំបារម្ភទេ5ឆ្នាំក្រោយមកខ្ញុំនឹងក្លាយជាបណ្ឌិតមិនក៏មើលមកខ្ញុំដោយខ្សែភ្នែកបែបហ្នឹងឯងក៏នៅជាមួយសាស្ត្រាចារ្យជាងដែរតើមានអីដែលខ្ញុំធ្វើមិនបានខាងគឺឯងមិនមែនពិតជាមានទំនាក់ទំនងត្រឹមតែជាមេនឹងកូនចៅធម្មតាជាមួយសាស្ត្រាចារ្យជាងទេមែនទេយើងទាំងពីរនាក់អូយល់ហើយឯងអៀនមិនហ៊ាននិយាយមែនទេវាមិនមែនជារឿងខ្មាស់អៀនអីទេឯងគិតមើលឯងជានិស្សិតមកពីជនបទមកដល់ទីក្រុងធំហើយចង់មានឈ្មោះបោះសម្លេងទៀតវាពិបាកណាស់លើសពីនេះយើងថែមទាំងចង់មានសមិទ្ធផលក្នុងការស្រាវជ្រាវសិក្សាទៀតយូធានខ្ញុំឬសាស្ត្រាចារ្យជាងនិយាយថាសាស្ត្រាចារ្យឲ្យឈិនតឹងរឹងខ្លាំងណាស់តើឯងនិងសាស្ត្រាចារ្យឲ្យឈិនត្រូវគ្នាយ៉ាងម៉េចឯងចង់សួរថាខ្ញុំត្រូវគ្នាជាមួយគាត់យ៉ាងម៉េចមែនទេប្រើល្បិចខ្លះទៅស្លៀកពាក់ឲ្យស្អាតបន្តិចធ្វើជាអ្នកដើមមុនបន្តិចពួកអ្នកធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រទាំងនោះមិនដែលឃើញមនុស្សស្រីរាប់រយឆ្នាំមកហើយប្រកាសជាទុកមិនជាប់ទេជាពិសេសដូចជាពួកយើងដែលមានចំណេះដឹងហើយថែមទាំងជាអ្នកដើមមុនទៀតខាងគឺពេលប្រជុំអំបញ្ញមិញខ្ញុំហ៊ានធានាថាសាស្ត្រាចារ្យជាងប្រកាសជាមានចិត្តលើអញហើយបើអ្នកទាំងពីរឥឡូវនៅមិនទាន់ធ្វើអីទៀតនោះត្រូវតែប្រញាប់ឡើងឲ្យឯងមើលអានឹងគឺ